ធីសញ្ញាក្រូចឆ្មាសម្រាប់បងដែលមានបញ្ហាឈឺចុកចាក់សន្លាក់ដៃជើងមករដូវមិនទៀងគេមិនលក់បាត់មិនឡើយចាបងអាចប្រើជាមួយនឹងតែជីធីសញ្ញាក្រូចឆ្មានេះបានចាជួយការពារកុំឲ្យខ្លាញ់រោមបេះដូងរោមថ្លើមរោមសរសៃឈាមជាពិសេសគឺបានទាំងសុខភាពល្អសាច់ចាំរាងស្អាតគ្មានជាងវ័យវាឈឺដូចថាយើងក្រោកអីវាជាប់ជើងជាប់អីចឹងបើដល់ចិត្តភ្លឺនេះគេញ៉ាំដៃគេញ៉ាំជើងរឹងមិនក៏មកកំប៉ុងទូចហ្នឹងវាធូរថែមមកកំប៉ុងធំពីរទៀតថាធូរអស់អាលីមុននៅជាប់ជើងជាប់អីវារឹងណាដាំថាអ្នកដែលថាឈឺអីតិចតួចអីប្រើហើយទៅព្រោះអីអាហ្នឹងវាជាបានដាច់ហ្មងពីមុនឡើងអាស៊ីតកាពះពោះវៀនហើយនឹងឡើងជាតិខ្លាញ់ច្បាប់ពោះពីរុំពេលណាដែលយើងហូបសាច់ហូបអីច្រើនទៅវាហើមជើងឈឺខ្លាំងដើររួចទេហើមពី3ថ្ងៃអញ្ចឹងទៅតបសំថ្នាំអញ្ចឹងទៅបានធូរបន្តិចទៅប៉ុន្តែអស់តែថ្នាំឈឺទៀតខ្ញុំដូរមកប្រើតែជីធីនេះវាបានគ្រាន់បើយើងហូបសាច់ហូបអីទៅអត់ឡើងដូចមុនទេពីមុនហូបសាច់អីច្រើនតិចឡើងមកហើមជើងហើមហូបល្ងាចហ្នឹងតែព្រលឹមឡើងហើមជើងកាត់ដើររួចទេបងប្អូនដែលមានអាការៈដូចខ្ញុំអញ្ចឹងគាត់ងាកមកប្រើតែជីធីវិញញ៉ាំរួចឆ្មាហ្នឹងវាហូបទៅដឹងសុខភាពលឿនឈឺសន្លាក់និងឡើងជាតិអាស៊ីតអីចឹងលោកគ្រូបាទពោះក្បាលអញ្ចឹងតាំងពីបានប្រើតែជីធីរបស់ក្រូចឆ្មានេះបាទបានធូរច្រើនវាត្រូវនឹងខ្លាញ់រោមបេះដូងបាទជាតិអាស៊ីតជួយលាងសម្អាតកាពះពោះវៀននិងសម្រក់ក្បាលពោះបាទធូរច្រើនតាំងយើងបត់ជើងបត់ដៃក៏ស្រួលដែរ